ก็ได้ก็ជារមណីយដ្ឋានទេសចរណ៍នៃសាច់ធម្មជាតិមួយកន្លែងដែលស្ថិតនៅរាជធានីភ្នំពេញពេលនិយាយពីរមណីយដ្ឋានក៏ដាច់ច្បាស់ណាស់ថានឹងមានបងប្អូនយើងដែលបានស្គាល់និងបានទៅលេងនៅរមណីយដ្ឋានដ៏ល្បីល្បាញមួយនេះហើយខ្ញុំជឿថាមានបងប្អូនយើងអាចនឹងធ្លាប់មកលេងកម្សាន្តនៅទីនេះមិនក្រោម3ដងក៏អាចថាបានថ្ងៃនេះខ្ញុំបាទនឹងបង្ហាញជូនបងប្អូនអ្នកគ្នាឲ្យបានដឹងពីតម្លៃសមុទ្រចូលលេងកម្សាន្តតម្លៃជួលពងងូតទឹកលេងកម្សាន្តតម្លៃជួលសម្លៀកបំពាក់ងូតទឹកព្រមទាំងតម្លៃកញ្ចុះនិងតម្លៃម្ហូបដែលខ្ញុំបាទទើបតែទៅលេងកម្សាន្តនៅរមណីយដ្ឋានកោះដាច់នេះឲ្យបងប្អូនអ្នកគ្នាបានដឹងងាយស្រួលក្នុងការពិចារណាគួរទៅលេងឬយ៉ាងណាហើយជាពិសេសនៅtrongវីដេអូខ្ញុំបាទក៏មានប្លង់វីដេអូពីលើអាកាសបង្ហាញពីសម្រស់ទេសភាពនៅជុំវិញរមណីយដ្ឋានកោះដាច់នេះផងដែរដូច្នេះសូមបងប្អូនអ្នកគ្នារីករាយទស្សនាវីដេអូនេះទាំងអស់គ្នាសូមអរគុណកោះដាច់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានភាពល្បីល្បាញជាយូរឆ្នាំណាស់មកហើយដើម្បីទៅដល់ទីតាំងរមណីយដ្ឋានកោះដាច់បងប្អូនអ្នកគ្នាត្រូវធ្វើដំណើរនៅលើផ្លូវជាតិលេខ 6A ដែលមានចម្ងាយផ្លូវប្រមាណ19 គីឡូម៉ែត្រនិងត្រូវចំណាយពេលវេលាធ្វើដំណើរប្រហែល55នាទីដោយការធ្វើដំណើរនេះត្រូវជិះទូកចម្លងតាមកំពង់ដល់កោះអុកញ៉ាតៃព្រែកលួងពេលបងប្អូនជិះទូកឆ្លងផុតទន្លេម្ដងត្រយមកខាងហើយបងប្អូនត្រូវបន្តដំណើរមកត្រង់តាមផ្លូវបេតុងរហូតពេលធ្វើដំណើរតាមដងផ្លូវបងប្អូននឹងស្រស់ស្រាយប្លែកអារម្មណ៍ដោយបានឃើញពីទេសភាពនិងទិដ្ឋភាពសម្រាប់ភូមិឋានអ្នកស្រុកកោះដាច់នៅអមសងខាងផ្លូវធ្វើដំណើរលើផ្លូវបេតុងតែមួយផ្លូវប៉ុណ្ណោះបងប្អូននឹងបានមកដល់រមណីយដ្ឋានកោះដាច់ដោយការចូលមកលេងកម្សាន្តនៅទីតាំងរមណីយដ្ឋាននេះគេតម្រូវបងប្អូនបង់ថ្លៃចូលលេងកម្សាន្តជាមុនដោយថ្លៃសម្បត្តិមានតម្លៃ 3000 រៀលដោយបានបូកបញ្ចូលទាំងថ្លៃផ្ញើម៉ូតូរួចជាស្រេចបន្ទាប់ពីដាក់ម៉ូតូឡានផ្ញើរួចបងប្អូនអាចដើរចុះមកក្រោមដើម្បីស្វែងរកទីតាំងនិងជ្រើសរើសកញ្ចុះដែលបងប្អូនចង់អង្គុយលេងបានដោយមានម្ចាស់កញ្ចុះអង្គុយរងចាំបងប្អូននៅខាងក្រោមរួចជាស្រេចសូមជម្រាបបងប្អូនអ្នកគ្នាបានជ្រាបថាការជួលកញ្ចុះនៅក្នុងរមណីយដ្ឋានកោះដាច់នេះគឺមានតម្លៃ 30,000 រៀលក្នុងមួយកញ្ចុះដោយមិនគិតថ្លៃយកម្ហូបនិងភេសជ្ជៈចូលមកញ៉ាំនៅក្នុងទីនេះនោះទេប៉ុន្តែបើបងប្អូនជួយទិញម្ហូបម្ចាស់កញ្ចុះដោយទិញមាន់មួយគាត់ហ្វ្រីបាយមួយឆ្នាំហើយបើបងប្អូនជួយទិញត្រីមួយទៀតគាត់នឹងហ្វ្រីបាយមួយឆ្នាំបន្ថែមដូច្នេះមានន័យថាបើបងប្អូនទិញមាន់មួយត្រីមួយនោះបងប្អូននឹងបានបាយហ្វ្រី2ឆ្នាំចំពោះមាន់បងប្អូនអាចកំងស្ងោរជ្រូកក៏បានបំពងក៏បាននោះបងប្អូននឹងទទួលបានឆាគ្រឿងក្នុងជាមួយនឹងត្រកួនមួយមុខទៀតដោយឥតគិតថ្លៃហើយចំពោះតម្លៃមាន់និងត្រីមានតម្លៃត្រឹមតែ3ទៅ40000 រៀលតែប៉ុណ្ណោះហើយនៅក្នុងរមណីយដ្ឋានកោះដាច់នេះក៏មានបងប្អូនអំពូមិញដើរលក់ផ្លែឈើនំចំណីនិងគ្រឿងក្លែមខ្លះៗផងដែរហើយសម្រាប់ការងូតទឹកលេងកម្សាន្តនៅរមណីយដ្ឋានកោះដាច់នេះគេក៏មានជួលជាអាវពងកងឡានពងដើម្បីឲ្យបងប្អូនជួលងូតទឹកលេងកម្សាន្តបានផងដែរដោយតម្លៃនៃការជួលលេងកម្សាន្តមួយឆ្អែតត្រឹមតែ10000 រៀលតែប៉ុណ្ណោះហើយបើសិនជាបងប្អូនពេញដាក់ខោអាវសម្រាប់ងូតទឹកលេងនៅនេះក៏មានលក់ខោអាវសម្រាប់ងូតទឹកលេងផងដែរដោយខោអាវខ្លីៗនេះគឺមានតម្លៃចាប់ពី10000 រៀលទៅ15000 រៀលតែប៉ុណ្ណោះឥឡូវនេះបន្ទាប់ពីបងប្អូនបានដឹងព័ត៌មានពីតម្លៃសម្បត្តិចូលលេងកម្សាន្តតម្លៃកញ្ចុះតម្លៃម្ហូបអាហារនិងតម្លៃជួលអាវពងលេងកម្សាន្តរួចហើយខ្ញុំជឿជាក់ថាបងប្អូនអាចនឹងពិចារណាហើយថាអាចគួរមកលេងកម្សាន្តនៅទីនេះបានដែរឬក៏យ៉ាងណាសម្រាប់ខ្ញុំគិតថាតម្លៃនៅទីនេះគឺសមរម្យល្មមដែលអាចឲ្យយើងមកលេងកម្សាន្តជាមួយនឹងក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្តិនៅថ្ងៃចុងសប្តាហ៍មកកម្សាន្តដើម្បីទទួលបានភាពរីករាយនិងបំបត្តិទុក្ខកង្វល់ឲ្យវារសាត់ទៅតាមខ្សែទឹកហូរទាំងសន្សំនៅពេលទឹកទន្លេដ៏ធំល្វឹងល្វើយឥឡូវនេះសូមបងប្អូនអ្នកគ្នារីករាយទស្សនាវីដេអូពីលើអាកាសបង្ហាញពីសម្រស់ទេសភាពនៅជុំវិញរមណីយដ្ឋានកោះដាច់នេះទាំងអស់គ្នាសូមអរគុណ
bà cam mà hiệp tụi tray và tụi tray con tray ô bạn mẹ đây nè mà xong rồi chưa bông tray mẹ đó tháng có miếng tray việc không cái này thằng say cái miếng này nè thằng say à còn xe nha còn tật đây bờ tung mẹ đó mày ba con sủi máu nơi rùm thì than có đá chứ nếu chật một phay có ba là nè phạt đây cho ấy nhỉ không lo năng làm thộp này ta thì từ đi bay từ ô thằng ơi nhâm sao ở video cho YouTube